បន្ទាប់ពីហេតុការណ៍ដែលប៉ូលីសបង្ក្រាបបាតកម្មរបស់ថៃបានបង្កហិង្សាមកលើប្រទេសកម្ពុជាយើងគឺថាខ្ញុំក៏ដូចជាបងប្អូនគឺពិតជាមានកំហឹងខ្លាំងមែនទែនហើយក្នុងវីដេអូនេះគឺខ្ញុំចង់ដឹងអំពីមតិបងប្អូនអំពីដំណោះស្រាយពួកឯកសារបើសិនជាបងប្អូនអាសាមើលខ្ញុំគឺប្រកាសជាដឹងហើយគឺថាខ្ញុំក៏តាមដានបញ្ហាប្រទេសជាតិដែរប៉ុន្តែមកដល់ពេលនេះខ្ញុំនិយាយតាមត្រង់តែម្ដងគឺថាខ្ញុំក៏ stuck ផងដែរគឺខ្ញុំមិនដឹងថាយើងគួរធ្វើបែបណាហើយខ្ញុំពិតជាធុញទ្រាន់ខ្លាំងមែនទែនដែលយើងមានព្រមទល់ជាប់ជាមួយនឹងប្រទេសសៀមហើយខ្ញុំឃើញមតិពីច្រើនគឺកំពុងតែដាក់បន្ទុកទៅលើថ្នាក់ដឹកនាំក៏ដូចជារដ្ឋាភិបាលហើយខ្ញុំនិយាយតាមត្រង់តែម្ដងសូម្បីតែខ្ញុំផ្ទាល់ក៏ខ្ញុំអាចនឹងគិតដូចគ្នាដែរប៉ុន្តែខ្ញុំក៏ព្យាយាមឈរនៅចំណុចមួយដែលមើលឃើញទាំងសងខាងអ្វីដែលយើងត្រូវដឹងតែម្ដងគឺថារដ្ឋាភិបាលពេលនេះកំពុងតែធ្វើទៅតាមផ្លូវច្បាប់គឺយើងព្យាយាមស្វែងរកនូវសន្តិភាពហើយបងប្អូនប្រហែលជាឃើញថាកម្ពុជាតែងតែហៅប្រទេសនេះមកប្រទេសនោះមកគឺមានប្រទេសជាច្រើនមានអនុពលប្រទេសជាច្រើនមិនថាតំបន់អាស៊ីអាគ្នេយ៍មិនថាបែកជុំវិញពិភពលោកហើយទាំងអស់ហ្នឹងគឺយើងឲ្យគេមកសិក្សាឲ្យឃើញអំពីផុសតាមផ្សេងៗដើម្បីគេវិនិច្ឆ័យប៉ុន្តែការវិនិច្ឆ័យការសិក្សាទាំងអស់ហ្នឹងគឺវាមិនរយៈពេលខ្លីទេគឺខ្ញុំអាចនិយាយបានថាវាគ្រប់ឆ្នាំបែបនេះហើយក៏ខ្ញុំមិនដឹងថាលទ្ធផលនៃការវិនិច្ឆ័យរបស់គេនឹងនៅពេលណាដែរហើយក៏យើងមិនដឹងថាយើងមិនអាចទ្រាំបានជាមួយនឹងសៀមដល់ពេលណាដែរហើយដោយរឿងរ៉ាវនៅថ្ងៃនេះចឹងគឺថាថ្នាក់ដឹកនាំរបស់យើងក៏បានផ្ញើលិខិតជូនទៅកាន់ពិភពលោកទៅកាន់តំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាទៅកាន់លោកស៊ីជីងពីងទៅកាន់លោកដូណាល់ត្រាំមើលតាមកំហឹងរបស់យើងគឺយើងចង់វាយមួយស្មើគឺយើងចង់ឈ្នះយើងចង់ចាញ់ចង់ដេកដឹងសខ្មៅចង់បានទឹកដីរបស់យើងត្រឡប់មកវិញប៉ុន្តែដូចយើងឃើញថាសៀមពេលនេះកំពុងតែធ្វើយ៉ាងណាឲ្យកាន់កម្ដៅហើយក៏ដូចជាយើងអាចនឹងធ្វើ action អ្វីមួយក៏ដូចជាយើងបាញ់គេមុនដូចនេះហើយគឺយើងនឹងក្បត់នៅបត់ជប់បាញ់អញ្ចឹងហើយកាលណាដែលយើងប្រហែលទៅលើគេគឺថាយើងខុសទាំងស្រុងតែម្ដងដូចនេះគឺថាចំណុចមួយនេះក៏អាចថា cancel ចោលហើយវាជារឿងដ៏ពិបាកខ្លាំងមែនទែនព្រោះនេះគឺជាបញ្ហារវាងប្រទេសនិងប្រទេសគឺមិនមែនជារឿងឃុំនិងស្រុកឬក៏ដូចជារឿងក្នុងប្រទេសយើងទេវាជារឿងដែលរវាងប្រទេសយើងគ្រាន់តែសាកកន្លែងទៅមើលកិច្ចប្រជុំផ្សេងៗដើម្បីស្វែងរកសន្តិភាពដើម្បីស្ដារប្រទេសទាំងពីរមកវិញគឺយើងដូចឃើញជាមាន GBC មាន OBC អីផ្សេងៗគឺថាមានកិច្ចប្រជុំជាហោហែតែម្ដងប៉ុន្តែចុងក្រោយបញ្ហាក៏មិនធូរស្រាលហើយក៏កាន់តែតឹងជាងមុនទៀតបែបនេះហើយនៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែចង់បញ្ចេញអារម្មណ៍របស់ខ្ញុំតែម្ដងហើយនេះគឺជាអារម្មណ៍របស់ខ្ញុំត្រង់តែម្ដងគឺបងប្អូនបើសិនជាអាសាមើលវីដេអូខ្ញុំគឺប្រកាសជាដឹងពី mindset របស់ខ្ញុំហើយក្នុងវីដេអូនេះគឺខ្ញុំចង់បានមតិរបស់បងប្អូនដែរគឺខ្ញុំចង់ឲ្យវាល្អទាំងអស់គ្នាក៏ដូចជាអាចជាដំបូន្មានអ្វីផ្សេងៗព្រោះបើតាមខ្ញុំតែម្ដងអាចថាជាកង្វល់ដ៏ធំមែនទែនព្រោះឲ្យយើងមិនដឹងថាបញ្ហាទាំងអស់នេះគឺវានឹងបន្តទៅ10ឆ្នាំ20ឆ្នាំខាងមុខទៀតឬក៏យ៉ាងណាពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេហើយជួបគ្នាជាមួយខ្ញុំបាទ Elvin នៅវីដេអូក្រោយទៀត